បន្ទាប់ពីវគ្គមុន Luffy បានចាត់ចែងឲ្យគ្នាគាត់ទាំងអស់ទៅតាម Nami ចំណែកគាត់នៅដោះស្រាយជាមួយនឹងអាមនុស្សកពើល្មើគុណឈ្មោះ Don Krieg សិនតែមុនចាប់ផ្ដើមធ្វើការ Luffy បានចរចាជាមួយនឹង Jeff សិនបើសិនជាគាត់ចាត់ការ Don Krieg បានគឺរួចគ្នាបានន័យថាគាត់មិនបាច់ធ្វើការងារនៅនឹងដើម្បីសងបំណុលទៀតទេចំណែក Don Krieg នេះគាត់ចង់វាយយកភោជនីយដ្ឋាន Baratie ក្នុងគោលបំណងពីរទីមួយបើសិនជាពួកគេយកភោជនីយដ្ឋាននៅបានហើយចូលក្នុងតំបន់ Grand Line អត់មាននរណាដឹងថាពួកគេជាចៅសមុទ្រទេអញ្ចឹងពួកគេអាចលួចវាយឆ្មាត់ស្ត្រីរបស់ពួកគេបានទីពីរ Jeff ដែលជាម្ចាស់ភោជនីយដ្ឋាននឹងធ្លាប់ជាចៅសមុទ្រនៅក្នុងតំបន់ Grand Line យ៉ាងយូរហើយគាត់មានសភៅកំណត់ត្រាប្រចាំខ្លួនរបស់គាត់មួយដែលនិយមពីរបៀបរស់នៅក្នុងតំបន់ Grand Line ហើយអាចមានព័ត៌មានទាក់ទងជាមួយនឹងកំណត់ One Piece ទៀតផងអញ្ចឹងហើយទើប Don Krieg ចង់បានសភៅមួយហ្នឹងបន្តមកកូនចៅកំពេចកប៉ុករបស់ Don Krieg បានសម្រាប់ចូលទៅតែត្រូវបាន Luffy វាយទម្លាក់ទឹកទាំងអស់ការវិយុទ្ធនៅលើកនេះ Luffy បន្ថយណាស់ព្រោះគាត់អត់ជាហេតុទឹកទេបើសិនជាគាត់ធ្លាក់ទឹកគឺដល់តែចាញ់ហើយចំណែក Sanji ហើយនឹងចុងភៅផ្សេងទៀតក៏មិនមែនឈរអបដៃមើលដែរពួកគេក៏បានតស៊ូវិយុទ្ធជាមួយនឹងក្រុមចៅសមុទ្រដើម្បីការពារភោជនីយដ្ឋានរបស់ពួកគេនៅពេលនោះមានកូនចៅរបស់ Don Krieg ម្នាក់ឈ្មោះ Pearl ស្លៀកពាក់ចម្លែកខ្លាំងណាស់បានបង្ហាញខ្លួន Pearl បានអូន Sanji ថាតាមពីណាមកគ្មាននរណាវាយគាត់ត្រូវជាងឈាមមិនតណអីទេគាត់តែនិយាយទាន់ផុតពីមាត់ផងស្រាប់តែ Luffy ផ្លោងមកពីណាមិនដឹងទេបុកត្រូវក្បាលគាត់ពីក្រោយបណ្ដាលឲ្យគាត់ហូរឈាមចំហវូហើយគ្រាន់តែឃើញឈាមភ្លាម Pearl បានបញ្ចេញអេរយាបត់ដែលមនុស្សឈួតនៅពេលនោះ Don Krieg ហើយនឹងកូនចៅរបស់គាត់ផ្សេងទៀតបានស្រែកលួង Pearl ឲ្យតិចចិត្តកុំឆេវឆាវប៉ុន្តែ Pearl មិនបានស្ដាប់តាមពួកគេទេក៏គោះខែរបស់គាត់ផាំងមកកើតបានទៅជាភ្លើងដល់របស់ហើយនៅមនុស្សជុំវិញខ្លួនរបស់គាត់ឲ្យឆេះសន្ធោសន្ធៅនៅពេលនោះ Sanji មិនឲ្យ Pearl ធ្វើអីតាមចិត្តបានអញ្ចឹងទេក៏លោតចូលទៅបដាគាត់ពីរបីជើង Don Krieg ឃើញចឹងក៏គប់ Train ដែរសម្ដៅមក Sanji តែ Luffy បានចូលទៅជួយទាន់នៅពេលនោះ Train ដែររបស់ Don Krieg បានផ្លោងតែបុកបង្គោលទូគួយវាបាត់ធ្លាក់ទៅត្រូវក្បាលរបស់ Pearl បណ្ដាលឲ្យគាត់ស្លាប់បន្ទាប់មកស្រាប់តែ Gin ថោកទីផ្លានណាបានលួចទៅវាយប្រហារ Zeff ពីក្រោយហើយចាប់គាត់ធ្វើជាចំណាត់ខ្មាំងពេលនឹងផងដែរស្រាប់តែ Pearl ដឹងខ្លួននៅវិញហើយលោតទៅវាយ Sanji មកដំហឹងតាមពិតមុននោះ Sanji អាចគេចបានតែគាត់អត់ហ៊ានគេចដោយសារតែខ្លាច Gin មិនសម្ដាប់ Zeff បន្តមកសាច់រឿងបានកាត់ទៅមើលប្រវត្តិរបស់ Sanji បន្តិចកាលផ្ទុយមុនពេល Sanji ជួបជាមួយ Zeff គាត់គឺជាជំនួយខ្លាចចំ Pearl នៅលើទូកដឹកអ្នកដំណើរមួយឈ្មោះ Orbit គាត់ជួយចិត្តអាការងារធ្វើម្ហូបនឹងខ្លាំងណាស់ហើយគាត់មានក្តីសុបិនមួយគឺគាត់ចង់ទៅនៅតំបន់មួយដែលគេហៅថា All Blue តំបន់នោះគឺជាតំបន់ពិសេសដែលសត្វសមុទ្រនៅគ្រប់ទិសទីបានទៅប្រជុំគ្នារស់នៅទីនោះហើយវាគឺជាប្រភពគ្រឿងផ្សំដ៏សម្បូរបែបដែលគាត់អាចយកមកធ្វើជាម្ហូបពិសេសបានប៉ុន្តែចុងភៅផ្សេងទៀតបានប្រាប់គាត់ថាអាតំបន់ All Blue នោះគ្រាន់តែជាពាក្យអាចារ្យម្រាមទេក្នុងកំឡុងពេលដែល Sanji ធ្វើការនៅលើទូកនោះគាត់តែឃើញក្រុមចុងភៅយកម្ហូបដែលនៅសល់ពីភ្ញៀវមកញ៉ាំហើយគាត់មានអារម្មណ៍ថាមិនគួរញ៉ាំសោះគួរតែយកទៅបោះចោលប៉ុន្តែក្រុមចុងភៅបានប្រាប់គាត់ថាម្ហូបខ្លះនៅល្អមិនគួរណាស់ខ្ជះខ្ជាយនោះទេនៅពេលនោះសារតែមនុស្សនៅលើទូកចាប់បានផ្អើលជួយឈរដោយសារតែមានទូកចោលសមុទ្រមកអេបទូករបស់ពួកគេចោលសមុទ្រមកក្រុមនោះគឺជាក្រុមរបស់ Zeff ដែលទុំធ្វើដំណើរមកពីតំបន់ Grand Line ហើយគោលបំណងរបស់ក្រុមគាត់នៅពេលនោះគឺឆក់ប្លន់ទ្រព្យសម្បត្តិរបស់អ្នកដំណើរនៅពេលនោះ Sanji ក្លាហានណាស់ហ៊ានប្រឈមមុខជាមួយនឹងចោលសមុទ្រទោះបីជា Zeff ទាត់គាត់មកជើងឡាប៉ាងក៏គាត់ព្យាយាមវាមកខាំជើង Zeff វិញដែរ Sanji បាននិយាយថាតារាណាគាត់មិនទាន់រកតំបន់ឈ្មោះ All Blue ឃើញទេគឺគាត់មិនព្រមស្លាប់ជាដាច់ខាតដល់ពេលអញ្ចឹងទៅ Zeff មានការចាប់អារម្មណ៍ជាមួយនឹង Sanji យ៉ាងខ្លាំងគេដល់នៅពេលនោះស្រាប់តែកើតមានព្យុះយ៉ាងធំមកបក់ទូរបស់ពួកគេបណ្ដាល Sanji ធ្លាក់ចូលក្នុងទឹកសមុទ្រឃើញអញ្ចឹង Zeff ក៏បញ្ញាប់តាមទៅជួយគាត់ហើយគ្រាន់តែ Zeff លោតចូលទឹកផុតបន្តិចទូរបស់ពួកគេទាំងពីរត្រូវបានរលកញែអ្វីបន្លិចទាំងអស់នៅពេលនោះជើងរបស់ Zeff ម្ខាងត្រូវបានគៀបជាប់ជាមួយនឹងកំណល់បាក់បែករបស់ទូកហើយដើម្បីអាចជួយ Sanji បាន Zeff សុកចិត្តលះបង់ជើងរបស់គាត់ម្ខាងក្រោយមកបន្តពី Sanji ដឹងខ្លួនវិញគាត់បានឃើញ Zeff អង្គុយវាយខ្នងដាក់គាត់ហើយនៅក្បែរគាត់មានបង្វិចតូចមួយដែលជាបង្វិចអាហារចំណែកនៅក្បែរ Zeff ក៏មានបង្វិចមួយដែរគ្រាន់តែធំជាងបង្វិចរបស់គាត់នៅពេលនោះ Sanji បានតវ៉ាថាហេតុអីបាននិយាយ Zeff ចែកអាហារគាត់តិចម៉េះហើយ Zeff បានប្រាប់គាត់ថាមកពីមនុស្សធំត្រូវញ៉ាំច្រើនជាងបន្តមក Zeff បានប្រាប់ឲ្យ Sanji បែរទៅមើលទិសម្ខាងទៀតបើសិនជាមើលឃើញទូកចាំប្រាប់គាត់ពេលនោះពួកគេចាប់គាំងនៅលើដងថ្មកណ្ដាលសមុទ្រលក់ឲ្យជាច្រើនថ្ងៃតែមិនឃើញទូកណាមួយបោះឆ្លងកាត់ទីនោះសោះចំណែកម្ហូបអាហាររបស់ Sanji ក៏អត់ផងដែរពេលនេះទើប Sanji យល់ហើយចេះស្ដាយម្ហូបអាហារដែលគាត់ចាក់ចោលច្រើនថ្ងៃកន្លងមកទៀត Sanji អត់មានអីញ៉ាំរហូតដល់ស្គមកំប្រឹងនៅពេលនេះគាត់ក៏បានទៅអត់ Zeff ចង់ដឹងថា Zeff យ៉ាងម៉េចហើយអ្វីដែលគាត់បានឃើញគឺ Zeff នៅរស់ទេប៉ុន្តែគាត់អាចបានប៉ាបង្វិចដែលនៅចិត្តគាត់សោះតើតា Sanji យកក្បិតទៅវេះបង្វិចនោះមើលទើបដឹងថានៅក្នុងបង្វិចនោះមិនមែនម្ហូបអាហារទេវាគឺជាទ្រព្យសម្បត្តិចំណែកម្ហូបអាហារ Zeff បានចែកឲ្យ Sanji ញ៉ាំទាំងអស់ហើយនៅពេលនោះ Sanji ទំដឹងថា Zeff បានលះបង់ជើងដើម្បីជួយជីវិតគាត់ហើយគាត់ក៏បានសួរ Zeff ថាហេតុអីបានជួយគាត់អញ្ចឹងពេលនោះ Zeff បានឆ្លើយថាមកពី Sanji នឹងមានក្តីសម័យចោលរកតំបន់ All Blue ដូចគាត់ដែរហើយគាត់ក៏បានដឹងទៀតថាអាកន្លែង All Blue នឹងគឺនៅក្នុងតំបន់ Grand Line បន្តមកនៅពេលដែល Zeff ខ្សោយខ្លាំងចិត្តផុតដង្ហើមគាត់បានប្រាប់ Sanji ថាក្តីប្រាថ្នាចុងក្រោយរបស់គាត់គឺបោកភោជនីយដ្ឋានមួយនៅកណ្ដាលសមុទ្រពេលនោះសំណាងខ្លាំងណាស់ដែលមានទូកមួយបោកឆ្លងកាត់ទីនោះជួយឲ្យពួកគេមានជីវិតរស់នៅដល់សប្តាហ៍ថ្ងៃត្រឡប់មកមើលពេលបច្ចុប្បន្នវិញ Sanji បានខំប្រងើបឈរដើម្បីបន្តប្រយុទ្ធបន្តទៀតនៅពេលនោះ Don Krieg បានបញ្ជាឲ្យ Gin បាញ់សម្រាប់ Zeff ចោលប៉ុន្តែដល់ពេលមែនតែន Gin អត់បាញ់ទេដោយសារតែគាត់នៅជាដឹងគុណគេជាង Don Krieg ហេតុការណ៍បន្តទៀត Pearl បានសម្រុកចូលទៅវាយប្រហារពួកគេតែបែរជាត្រូវបាន Gin ដែលជាគ្នារបស់គាត់បែកមកទៅកាន់គាត់វិញ Gin ធ្វើអញ្ចឹងគឺដោយសារចង់ចរចាដោយសន្តិវិធីជាមួយនឹង Sanji ព្រោះគាត់ក៏អត់ចង់សម្លាប់ Sanji ដែរប៉ុន្តែការចរចា
ចាត្រូវបរាជ័យព្រោះវាយងាប់ក៏សានជីត្រូវដការពីភុយឋានរបស់ Stepher បានដែរតែពេលអញ្ចឹងពួកគេអត់មាននិយាយគ្នាទៀតទេក៏ចូលដល់វគ្គវាយគ្នាវិញម្ដងការប្រយុទ្ធគ្នារវាងពួកគេតាពីរនាក់នៅពេលនោះមើលទៅដូចជាស្មារតីគ្នាមានតែមានមកប៉ុន្តែដោយសារតែសានជីមានរបួសស្រាប់បន្ទាប់ពីវាយជាមួយផើលការពីលើកមុនធ្វើគាត់ចាញ់ក្រោមដៃរបស់គៀននៅពេលនោះគៀនមានអាការឯសម្រាប់សានជីចោលបានតែគាត់បណ្ដាច់ចិត្តព្រោះសានជីធ្លាប់មានគុណលើគាត់ពេលឃើញអញ្ចឹងដនគ្រីកខឹងខ្លាំងណាស់ក៏ប្រកាសកាត់ការគៀនចោលឈប់ទទួលស្គាល់គាត់ថាជាសមាជិកក្រុមហើយគាត់បានត្រៀមប្រើផ្សែងពុលពីគេដើម្បីសម្រាប់មនុស្សនៅទីនោះចោលទាំងអស់លើកលែងតែកូនចៅរបស់គាត់ដែលមានម៉ាស់ការពីផ្សែងពុលម្នាក់មួយទុកតាមខ្លួនគៀនក៏មានម៉ាស់ការពីផ្សែងពុលមួយដែរតែដនគ្រីកមិនឲ្យគាត់ប្រើទេព្រោះគាត់លែងជាសមាជិកក្រុមទៀតហើយពេលនោះគៀនក៏សុខចិត្តទទួលទោសរបស់ម៉ាស់នោះចោលចូលទៅក្នុងទឹកបន្តមកនៅពេលដែលដនគ្រីកចាប់ផ្ដើមបាញ់ទ្រព្យផ្សែងពុលពីឃាតលូហ្វីក៏បានប្រលូតដែរតែឆក់យកម៉ាស់ពីកូនចៅរបស់ដនគ្រីកបានពីរបត់ឲ្យគៀនហើយនៅសានជីហើយនៅពេលដែលគាត់ចង់បានតែឆក់យកម៉ាស់មួយទៀតពីខ្លួនឯងកូនចៅរបស់ដនគ្រីកបានលឹបទឹកបាត់អស់ធ្វើឲ្យលូហ្វីតរំរះមិនដឹងរត់ទៅណាទេប៉ុន្តែនៅពេលដែលដនគ្រីកបាញ់គ្រាប់ផ្សែងមកស្រាប់តែមានទីរបស់ម៉ាស់មួយឲ្យគាត់ជួយគាត់រួចផុតពីផ្សែងពុលបន្តមកនៅពេលដែលផ្សែងពុលរសាត់បាត់ទៅអស់ទើបលូហ្វីដឹងថាអ្នកដែលបោះម៉ាស់ឲ្យគាត់គឺគៀនសុខចិត្តដាក់ពាក់ម៉ាស់ខ្លួនឯងដើម្បីជួយលូហ្វីធ្វើឲ្យគាត់ត្រូវផ្សែងពុលដកដង្ហើមមិនដល់គ្នាពេលនោះសេបានប្រាប់ឲ្យគេយកគៀនទៅកន្លែងខ្ពស់ដើម្បីស្រូបយកអុកស៊ីសែនដែលបានច្រើនក្រែងអាចស្រោចស្រង់ជីវិតរបស់គាត់បានចំណែកលូហ្វីខឹងជាមួយនឹងដនគ្រីកដាក់កំពូលឲ្យពេលនេះហើយក៏សម្រុកចូលទៅបដាយដនគ្រីកចេញដល់ពេលនោះដនគ្រីកខំប្រើអាវុធដែលមានចង់ស្រួចបាញ់ទុកផងហើយនឹងខែដែលមានបន្លាជុំវិញការពារខ្លួនផងតែលូហ្វីពិតជាខ្លាំងណាស់អាចវាយគាត់ដល់បន្ទាប់ពីត្រូវម្ដាយនោះហើយដនគ្រីកបានដេកសន្លប់ឲ្យយ៉ាងយូរប៉ុន្តែតាមពិតគាត់ធ្វើពុតទេនៅពេលដែលលូហ្វីភ្លេចខ្លួនគាត់បានងើបឡើងមកវិញហើយប្រើអាវុធដ៏ខ្លាំងជាងគេរបស់គាត់គឺលំពែងផ្ទុះវាយប្រហារទៅលើលូហ្វីលំពែងនោះសាហាវណាស់ប៉ាអីផ្ទុះនឹងប៉ុន្តែនៅពេលប៉ះជាមួយលូហ្វីវាក៏ផ្ទុះផងដែរគ្រាន់តែមិនអាចសម្លាប់លូហ្វីបានប៉ុន្តែបណ្ដោះលូហ្វីពិតជាអស្ចារ្យខ្លាំងណាស់អាចបំផ្លាញលំពែងពិសេសរបស់ដនគ្រីកបានថែមទៀតផងបន្តមកទៀតដល់ពេលដែលលូហ្វីត្រូវវាយបកទៅលើដនគ្រីកវិញម្ដងពេលនោះលូហ្វីបានប្រើក្បាច់កម្មបាស៊ូកាពីរដងទើបអាចកំទេចអាក្រក់របស់ដនគ្រីកបានប៉ុន្តែទោះបីជាអស់អាក្រក់ទៅដល់ក៏ដនគ្រីកមិនទាន់អស់ក្បាច់ដែរគាត់បានបាយសណៃដៃទៅចាប់លូហ្វីជាប់ហើយចង់ទាញទម្លាក់ទឹកសមុទ្រដើម្បីទប់ទល់លូហ្វីបានប្រើក្បាច់ចៃអានហេមមើទៅគៀកក្បាលរបស់ដនគ្រីកបោះទៅនឹងដៃកំចៃហេមតើបានចាប់ការដនគ្រីកហើយលូហ្វីក៏បានធ្លាក់ចូលក្នុងទឹកផងដែរប៉ុន្តែគាត់មិនអីទេព្រោះសានជីបានមួយទឹកចូលទៅជួយគាត់ទាន់ពេលសានជីស្រង់លូហ្វីឡាមរ៉ាលើកគាត់ភ័យខ្លាំងណាស់ស្មានតែលូហ្វីស្លាប់បាត់ហើយតែមិនមែនទេតាមពិតលូហ្វីដេកលក់សោះអបកាច់ញោខនតភ័យទីមផតអ្វីៗត្រូវបានចាប់សពគ្រប់ហើយហ្គៀនមិនតាន់ស្លាប់ទេគាត់បានមកសែងដនគ្រីកត្រឡប់ទៅវិញប៉ុន្តែមុននឹងចាក់គិងទៅហ្គៀនបានប្រាប់សានជីថាពួកគេអាចនឹងជួបគ្នាម្ដងទៀតនៅ Grand Line ក្រោយមកពេលលូហ្វីភ្ញាក់ដឹងខ្លួនវិញគាត់រត់ភ្លេចអារឿងមកសានជីចូលក្រុមរបស់គាត់ទេពេលនោះសានជីគឺចង់ទៅជាមួយលូហ្វីដែរតែគាត់នៅព្រួយបារម្ភពិសេសហើយនៅភោជនីយដ្ឋានបារ៉ាធីអេកណៃសាវិញឃើញសានជីនៅជាមួយលូហ្វីសប្បាយចិត្តខ្លាំងណាស់អញ្ចឹងហើយក៏ប្រាប់សានជីឲ្យទៅតាមលូហ្វីដើម្បីសម្រេចក្តីស្រមៃសម្រាប់រឿងនេះផងណាខ្ញុំសូមស្លេះត្រឹមប៉ុណ្ណេះសិនសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនារឿងនេះជាមួយខ្ញុំបើសិនជាអ្នកទាំងអស់គ្នាយល់ថារឿងនេះល្អមើលឬក៏យ៉ាងណាសូមជួយ comment ប្រាប់ផង